នៅថ្ងៃទី16ខែមីនាឆ្នាំ1970នាពេលព្រឹកព្រលឹមបាតកម្មមួយយ៉ាងធំបានដង្ហែក្បួនតម្រង់មកមុខរដ្ឋសភាជាតិដើម្បីធ្វើញត្តិធ្វើសេចក្តីថ្លែងសុំឲ្យរដ្ឋសភាជាតិចោទប្រកាន់ទៅលើអិសរាជជនស៊ីវិលនិងយោធាដែលចូលដៃចូលជើងជាមួយនឹងពួកកុម្មុយនីសវៀតណាមតំណាងគ្រប់មជ្ឈដ្ឋានប្រជាជនខ្មែរឡើងថ្លែងញត្តិឈឺចាប់នឹងការទាមទាររបស់ខ្លួនដែលមានលក្ខណៈជាការចោទប្រកាន់ទៅលើជនក្បត់ជាតិទាំងនោះខិត្តប័ណ្ណជាច្រើនដែលចោទប្រកាន់ម្ចាស់ស្ត្រីមុននេះក្រុមគ្រួសារនិងក្រុមបរិវាររបស់សម្ដេចសីហនុត្រូវបានចែកចាយដល់ក្រុមបាតកោដោយទទួលបានការគ្រប់គ្រងនិងស្វាគមន៍ពីក្រុមបាតកោទៀតផងស្រាប់តែក្នុងពេលជាមួយគ្នានោះមានក្រុមមួយទៀតដែលមានសមាជិកមិនច្រើនប៉ុន្មានដឹកនាំដោយលោកហ៊ូហាវជាសាស្ត្រាចារ្យរូបវិទ្យានិងគីមីវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិបានចែកខិត្តប័ណ្ណចោទប្រកាន់សម្ដេចសីហនុថាជាជនក្បត់ជាតិលក់ទឹកដីកម្ពុជាឲ្យយួនកុម្មុយនីសក្រុមបាតកោបាននាំគ្នាវាយដំច្រំធាក់ទៅលើរូបគាត់សឹងតែស្លាប់ប្រសិនបើគ្មានអន្តរាគមន៍ពីប៉ូលីសឬទាហានដែលស្លៀកពាក់ជាស៊ីវិលចូលមកចាប់ជួយរំដោះយកទៅដាក់ក្នុងរថយន្តនោះទេចំណែកនៅក្នុងរដ្ឋសភាជាតិវិញតំណាងរាស្ត្រនិងក្រុមប្រឹក្សាព្រះរាជាណាចក្របានប្រជុំពេញអង្គសិក្សាពិភាក្សាអំពីចំណោទបញ្ហាផ្សេងៗការពិភាក្សាទាំងប៉ុន្មានត្រូវបានផ្សព្វផ្សាយបន្តតាមឧឃោសនៈស័ព្ទដែលមហាជនអាចតាមដានស្ដាប់នៅខាងក្រៅបានប៉ុន្តែក្រុមបាតកោមិនបានស្ដាប់ទេហើយនាំគ្នាបំបែកជួររៀងៗខ្លួនការពិភាក្សានិងការបញ្ចេញមតិរបស់តំណាងរាស្ត្រជាច្រើនរូបនៅពេលនោះបានផ្ញើសារនិងបង្ហាញនូវអារម្មណ៍ដែលគួរឲ្យភ័យខ្លាចនិងព្រួយបារម្ភតំណាងរាស្ត្រទ្រីញវាញជាមនុស្សចំណិតរបស់ទ្រង់ស៊ីសុវត្ថិសិរីមតៈបានរិះគន់តិទៀនយ៉ាងខ្លាំងចំពោះសម្ដេចសីហនុនិងមហេសីរបស់ព្រះអង្គដោយមិនបញ្ចេញឈ្មោះនោះទេការរិះគន់ការវាយប្រហារទាំងប៉ុន្មានរបស់តំណាងរាស្ត្រនិងក្រុមប្រឹក្សាព្រះរាជាណាចក្រនិយាយវិលចុះវិលឡើងតែអំពីបញ្ហាពុករលួយការគេចពន្ធនិងរត់ពន្ធជាពិសេសបញ្ហាអនុញ្ញាតឲ្យកងទ័ពវៀតណាមខាងជើងវៀតកុងយកទឹកដីខ្មែរធ្វើជាមូលដ្ឋានកងទ័ពទង្វើទាំងនេះត្រូវបានគេចាត់ទុកថាជាអំពើក្បត់ជាតិពេលថ្ងៃត្រង់ថ្ងៃទី16ខែមីនាឆ្នាំ1970ការជជែកការដោះដូរមតិក្នុងរដ្ឋសភាជាតិមានលក្ខណៈខ្លាំងក្លាអ៊ូអរប៉ុន្តែនៅខាងក្រៅស្ថានភាពទូទៅមានសភាពស្ងប់ស្ងាត់ដោយហេតុផលខែមីនាជារដូវក្តៅដូចនេះពុំសូវមានអ្នកនៅតាមដានសភាពការក្នុងរដ្ឋសភាឡើយអ្នកនៅតាមដានសភាពការនយោបាយមានតែ 3-4 ក្រុមដែលក្នុងមួយក្រុមមានគ្នា 3-4 នាក់ឬតែម្នាក់ឯងដែលជ្រកនៅក្រោមម្លប់ដើមអំពិលក្បែររោងដំរីទល់មុខរដ្ឋសភាជាតិនៅទីខាងត្បូងសភាមុខវត្តបទុមវតីយើងឃើញមានវត្តមានក្រុមយោធាស្លៀកពាក់ឯកសណ្ឋានប្រចាំការនៅទីនោះចូលដល់ម៉ោងប្រមាណ 12:30 នាទីការរិះគន់ទីទៀនវាយប្រហារចោទប្រកាន់ទៅលើសម្ដេចសីហនុចូលដល់កម្រិតមួយខ្លាំងក្លាបំផុតពេលនោះប្រព័ន្ធផ្សព្វផ្សាយតាមឧឃោសនៈស័ព្ទត្រូវបានបិទមិនអនុញ្ញាតឲ្យសាធារណជនបានឮទេប៉ុន្តែកិច្ចប្រជុំនៅតែបន្តពេលនោះសភាពការទូទៅក្នុងក្រុងភ្នំពេញនិងតាមខេត្តមានសភាពធម្មតាតែគ្មានប្រជាពលរដ្ឋខ្មែរអ្នកណាម្នាក់អាចយល់និងដឹងថាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ជាច្រើនបានផ្ទុះឡើងហើយកំពុងតែបង្វែរប្រវត្តិសាស្ត្រខ្មែរឲ្យជ្រើសរើសយកទិសដៅថ្មីនោះទេចូលមកដល់ពេលល្ងាចតំណាងរាស្ត្រនិងក្រុមប្រឹក្សាព្រះរាជាណាចក្របានសម្រេចផ្អាកការពិភាក្សាបើយោងទៅតាមទស្សនវិជ្ជាទាំងនេះយើងអាចយល់បានថាអ្នកទាំងនោះដូចជាមិនទាន់ហ៊ានសម្រេចចិត្តក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុនោះទេចំណែកវិទ្យុជាតិវិញពុំបានលើកយកព្រឹត្តិការណ៍នេះមកផ្សព្វផ្សាយជាព័ត៌មាននោះទេគឺគ្រាន់តែពិពណ៌នាអត្ថាធិប្បាយតែបន្តិចបន្តួចជុំវិញបាតកម្មប៉ុណ្ណោះចំពោះសម្ដេចសីហនុវិញរហូតដល់ពេលល្ងាចថ្ងៃទី16ខែមីនាឆ្នាំ1970ស្ថានភាពនយោបាយនៅកម្ពុជាពុំទាន់របូតចេញពីព្រះហស្ថរបស់ព្រះអង្គនោះទេស្ថានភាពអាចត្រឡប់មកជាប្រក្រតីឡើងវិញបានប្រសិនបើព្រះអង្គមិនបន្តដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងប៉េកាំងហើយសម្រេចចិត្តវិលត្រឡប់មកមាតុភូមិវិញនោះព្រះអង្គនឹងទទួលបានអំណាចទាំងអស់ហើយជំហរកម្លាំងនយោបាយប្រជាប្រិយភាពនឹងរឹតតែរឹងមាំជាងមុននៅឯកម្ពុជាវិញពាក្យចចាមអារាមជាច្រើនបានពុះកញ្ជ្រោលលេចលឺគ្រប់ទិសទីតាក់ទងនឹងការវិលត្រឡប់មកកម្ពុជាវិញរបស់ព្រះអង្គពាក្យចចាមអារាមបានខ្ទោទាថាព្រះអង្គនឹងយាងចុះនៅខេត្តសៀមរាបហើយឧត្តមសេនីយ៍លន់ នល់បានបញ្ជូនកងទ័ពទៅរងចាំទទួលនៅទីនោះ
បន្តមកទៀតគេនាំគ្នាផ្សព្វផ្សាយថាក្រុមអ្នកស្មោះត្រង់បដូរផ្ដាច់នឹងទៅរងចាំព្រះអង្គនៅខេត្តកំពង់ធំនៅថ្ងៃទី17ខែមីនាឆ្នាំ1970ភាពពុះកញ្ជ្រោលកាលពី2ថ្ងៃមុនហាក់បីដូចជាចុះថមថយសន្ទុះគេសង្កេតពុំឃើញមានសញ្ញាណមិនប្រក្រតីដែលគួរឲ្យកត់សម្គាល់នោះទេប្រជាពលរដ្ឋចេញចូលធ្វើការងារចិញ្ចឹមជីវិតជាធម្មតាសិស្សសាលាទៅរៀនជាធម្មតាប៉ុន្តែនៅពេលល្ងាចជិតយប់គេសង្កេតឃើញមានកម្លាំងកងទ័ពមានរថក្រោះរថពាសដែករថយន្តដឹកទ័ពបើកបរយានល្បាតតាមផ្លូវនានាក្នុងរាជធានីនិងមានខ្លះទៀតបោះទីតាំងយាមឈរជើងនៅជុំវិញព្រះរាជដំណាក់ចំការមូនជុំវិញរដ្ឋសភាជាតិនិងទីស្តីការនាយករដ្ឋមន្ត្រីសមាជិករាជវង្សានុវង្សខ្លះនិងក្រុមអ្នកស្មោះត្រង់បដូរផ្ដាច់មួយចំនួនដែលយល់ថាខ្លួនពុំមានសុវត្ថិភាពបាននាំគ្នាទៅជ្រកកោនក្នុងព្រះបរមរាជវាំងជុំវិញព្រះមហាក្សត្រីយានីកុសុមៈក្នុងយប់ដដែលឧត្តមសេនីយ៍លន់ណុលក្នុងការផ្សាយតាមវិទ្យុជាតិបានប្រកាសពីការចាប់ខ្លួនវរៈសេនីយ៍ឯកអ៊ុមារ៉ូរិនជារដ្ឋលេខាធិការការពារលើផ្ទៃប្រទេសដែលគ្រប់គ្រងកម្លាំងយ៉ាងច្រើនរបស់នគរបាលនិងវរៈសេនីយ៍ឯកប៊ូហូលជាមេបញ្ជាការនគរបាលនៅទីក្រុងភ្នំពេញនៅទីបំផុតថ្ងៃទី18ខែមីនាឆ្នាំ1970ក៏បានចូលមកដល់នៅម៉ោង9ព្រឹករដ្ឋសភានិងក្រុមប្រឹក្សាព្រះរាជាណាចក្របានជួបប្រជុំសមាជិកថ្មីម្ដងទៀតដោយបិទទ្វារប្រជាពលរដ្ឋខ្មែរអ្នកធម្មតាមិនអាចដឹងថាតើរបៀបវិរៈដែលសភាត្រូវលើកយកមកជជែកនោះមានអ្វីខ្លះនោះទេនៅខាងក្រៅរដ្ឋសភាទស្សនវិជ្ជាទូទៅមានសភាពស្ងប់ស្ងាត់ឧឃោសនស័ព្ទដែលធ្លាប់តែលាន់ឮរំពងត្រូវបានបាត់សម្លេងដោយថ្ងៃមុនដដែលលោករស់ចន្ទ្រាបុត្រដែលមានវត្តមាននៅក្រៅសភាក្រោមម្លប់ដើមអំពិលសង្កេតឃើញមានវត្តមានក្រុមយោធាជាច្រើនក្រុមទាហានឆាត់យងនៅឆ្ងាយបន្តិចជិតវត្តបតុមវតីនិងនៅកន្លែងសារប្រជុំចតុមុខបន្ទាប់ក្រោយមកទើបលោករស់ចន្ទ្រាបុត្រដឹងថាកម្លាំងឆាត់យងទាំងនេះចំនួន1កងវរៈសេនាត្រូវបានបញ្ជូនពីបន្ទាយពោធិ៍ចិនតុងហើយសិតក្រោមបញ្ជាការផ្ទាល់របស់វរៈសេនីយ៍ឯកសេងសុនថៃចំណែកឯក្រុមនគរបាលពុំមានវត្តមាននៅទីនោះទេនៅម៉ោង1:30នាទីសភាទាំងមូលបានបោះឆ្នោតសម្រាប់ជាឯកច្ឆន្ទទម្លាក់សម្ដេចសីហនុចេញពីតួនាទីព្រះប្រមុខរដ្ឋគូបញ្ជាក់ផងដែរថាសមាជិករដ្ឋសភាពេលនោះមាន73នាក់និងសមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្រមានចំនួន19នាក់ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះត្រូវបានផ្សព្វផ្សាយតាមវិទ្យុជាតិនៅម៉ោងប្រមាណ6ល្ងាចប៉ុន្តែអ្វីដែលចម្លែកនោះគឺព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុមិនបានបង្កឲ្យមានការរំជើបរំជួលខឹងសម្បាការប្រឆាំងការរៀបចំជាក្រុមតបតក្នុងចំណោមមហាជននោះឡើយទោះបីក្នុងពេលយប់ថ្ងៃដដែលនេះមានចលនាទ័ពចលនារថក្រោះរថយន្តដឹកកងពលបើកបរពេញទីក្រុងភ្នំពេញក៏ដោយក៏ប្រជាពលរដ្ឋរស់នៅជាធម្មតាហាក់បីដូចជាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេរីឯវិទ្យុជាតិវិញបន្តកម្មវិធីរបស់ខ្លួនដោយធម្មតាគ្មានការប្រែប្រួលផ្លាស់ប្ដូរកម្មវិធីគ្មានការកាត់ផ្ដាច់ហើយក៏គ្មានបទភ្លេងយោធាផងដែរអ្វីដែលអាចកត់សម្គាល់បាននោះគឺការធូរទ្រង់ដែលចេញផុតពីសម័យកាលអស់សង្ឃឹមបញ្ញវន្តគ្រូបង្រៀនសាស្ត្រាចារ្យនិងយុវជនខ្មែរទូទាំងប្រទេសយល់និងមានជំនឿថាគេកំពុងតែរស់នៅក្នុងយុគសម័យបដិវត្តន៍បារាំងឆ្នាំ1989គេនាំគ្នាយល់ថានេះជាការបើកយុគថ្មីឆ្ពោះទៅរកសន្តិភាពយុត្តិធម៌ប្រជាធិបតេយ្យនិងការរីកចម្រើនអនាគតកម្ពុជានឹងប្រែក្លាយទៅជាភ្លឺស្វាងក្នុងរបបសាធារណរដ្ឋដែលគេយល់ថាជាឆន្ទៈរបស់រាស្ត្រដែលធ្លាប់តែរស់នៅក្រោមការជិះជាន់សង្កត់សង្កិនកេងប្រវ័ញ្ចធ្វើបាបឲ្យរងទុក្ខវេទនាពីសំណាក់របបរាជានិយមសក្តិភូមិមកដល់ចំណុចនេះមានការពិភាក្សាជាច្រើនក្នុងការរៀបរាប់លម្អិតអំពីព្រឹត្តិការណ៍រើបំរាស់របស់ខ្មែរដែលបានផ្ទុះឡើងជាពិសេសសេចក្តីបោះឆ្នោតជាឯកច្ឆន្ទទម្លាក់សម្ដេចសីហនុបើតាមព័ត៌មានក្រៅផ្លូវការនិងពាក្យចចាមអារាមក្នុងមជ្ឈដ្ឋានអ្នកនយោបាយការសម្រេចចិត្តរបស់សភាទាំងពីរគឺបណ្ដាលមកពីការភ័យខ្លាចទទួលទណ្ឌកម្មឬប្រហារជីវិតពីសំណាក់សម្ដេចសីហនុគេបាននិយាយរៀបរាប់ថាក្នុងកិច្ចប្រជុំសម្ងាត់មួយនៅទីក្រុងប៉ារីសសម្ដេចសីហនុបានប្រកាសដោយចំហចំពោះឈ្មោះអិសរាជជនអ្នកនយោបាយខ្មែរដែលក្បត់ព្រះអង្គដែលព្រះអង្គត្រូវតែធ្វើទុក្ខទោសសងសឹកនៅពេលដែលព្រះអង្គត្រឡប់មកកម្ពុជាវិញគ្រានោះសមាជិកម្នាក់ដែលបានចូលរួមប្រជុំគឺអ្នកអង្គម្ចាស់ស៊ីសវត្តអ៊ីសារ៉ូជាប្អូនបង្ការរបស់ព្រះអង្គម្ចាស់ស៊ីសវត្តសិរីមតៈបានលួចថតសម្លេងហើយបញ្ជូនមកឲ្យបងប្រុសរបស់ខ្លួននៅទីក្រុងភ្នំពេញគេជឿថាខ្សែអាត់សម្លេងនេះជាអាវុធជំរុញឲ្យសមាជិកសភាទាំងពីរ
ត្រូវតែស្រស់ស្រួលគ្នាជាឯកច្ឆន្ទបោះឆ្នោតទម្លាក់សម្ដេចសីហនុពីតួនាទីព្រះប្រមុខរដ្ឋកម្ពុជាប៉ុន្តែចំពោះអ្នកសង្កេតការណ៍អន្តរជាតិវិញគេមានជំនឿថានៅក្រៅព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុគឺពិតជាមានដៃ CIA អាមេរិកកាំងទស្សនៈនេះមិនសមស្របទាំងស្រុងនោះទេគេអាចចោទជាសំណួរថាតើសហរដ្ឋអាមេរិកអាចចំណេញអ្វីខ្លះអំពីការទម្លាក់សម្ដេចសីហនុពីព្រោះនយោបាយរបស់ប្រធានាធិបតី Richard Nixon ក្នុងការសម័យនោះកំពុងតែចរចានឹងវៀតណាមខាងជើងរកដំណោះស្រាយនិងដកកងទ័ពពីប្រទេសវៀតណាមតែបើមានវិបត្តិនៅកម្ពុជាសហរដ្ឋអាមេរិកនឹងទទួលផលអវិជ្ជមានគ្រប់បែបយ៉ាងទាំងផ្នែកនយោបាយក្នុងប្រទេសទាំងយោធាដែលត្រូវប្រឈមលើសមរភូមិយ៉ាងធំនិងផ្នែកហិរញ្ញវត្ថុអ្នកដែលចំណេញក្នុងពេលនោះគឺប្រទេសវៀតណាមកុម្មុយនីសដែលអាចលាតសន្ធឹងសមរភូមិទាំងមូលក្នុងឥណ្ឌូចិនធ្វើឲ្យសហរដ្ឋអាមេរិករឹតតែពិបាកក្នុងការទប់ទល់សហរដ្ឋអាមេរិកត្រូវតែចំណាយថវិកាជាតិយ៉ាងច្រើនលើសលប់ដើម្បីជួយកម្ពុជាដែលជានយោបាយមួយមិនអាចទទួលបានការគ្រប់គ្រងពីប្រជាពលរដ្ឋអាមេរិកទាល់តែសោះម្យ៉ាងវិញទៀតសម្ដេចសីហនុបានបដូរនយោបាយងាកទៅរកសហរដ្ឋអាមេរិកហើយបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ1969មិនតែប៉ុណ្ណោះបើតាមព័ត៌មានក្រៅផ្លូវការព្រះអង្គបានអនុញ្ញាតឲ្យកងទ័ពអាមេរិកមានលទ្ធភាពគ្រប់បែបយ៉ាងក្នុងការតាមវាយប្រហារទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ពវៀតណាមកុម្មុយនីសនិងវៀតកុងដែលស្ថិតនៅក្នុងទឹកដីកម្ពុជាជាមួយគ្នានេះដែរសម្ដេចសីហនុតែងតែបញ្ចេញអាកប្បកិរិយាសម្របសម្រួលទៅរកទីក្រុង Washington ដូចជាសន្និសីទកាសែតនៅថ្ងៃទី16ខែមេសាឆ្នាំ1969ព្រះអង្គមានបន្ទូលថាពួកកុម្មុយនីសវាយប្រហារខ្ញុំឆាប់ពេកនៅពេលដែលខ្ញុំកំពុងតែប្រឆាំងនឹងសហរដ្ឋអាមេរិកពួកកុម្មុយនីសទាំងនោះគួរតែលើកកម្លាំងចិត្តឲ្យយើងដើម្បីប្រឆាំងអាមេរិកកាំងតទៅទៀតប៉ុន្តែឥឡូវនេះយើងទទួលបានផលប្រយោជន៍អ្វីក្នុងការតែប្រឆាំងនឹងសហរដ្ឋអាមេរិកព្រះអង្គថែមទាំងបានណែនាំដល់គ្រប់សារព័ត៌មានឲ្យឈប់រិះគន់វាយប្រហារអាមេរិកនិងសូមឲ្យមហាអំណាចនេះនៅតែរក្សាកងទ័ពនៅវៀតណាមខាងត្បូងដើម្បីរក្សាសន្តិភាពនៅអាស៊ីអាគ្នេយ៍ក្នុងការទប់ទល់នឹងចក្រពត្តិសម័យថ្មីគឺកុម្មុយនីសព្រះអង្គធ្លាប់មានបន្ទូលទៀតថាបើទោះបីជាខ្ញុំមិនសប្បាយរីករាយក៏ដោយប៉ុន្តែភាពជាក់ស្ដែងប្រកបនិយមខ្ញុំសារភាពថាខ្ញុំពេញចិត្តណាស់នឹងវត្តមានកងទ័ពអាមេរិកនិងមូលដ្ឋានកងទ័ពនៅតាមប្រទេសអាស៊ីទាំងឡាយដែលយល់ព្រមទទួលដូចនេះសហរដ្ឋអាមេរិកបានទទួលពីសម្ដេចសីហនុនៅអ្វីដែលគេចង់បានឯការទម្លាក់សម្ដេចសីហនុបាននាំមកនូវបញ្ហាចម្រូងចម្រាសជំពាក់វគ្គវិនដែលធ្វើឲ្យស្ថានភាពកាន់តែពិបាកខ្លាំងឡើងកាយវិការរបស់ព្រះអង្គគឺធ្វើយ៉ាងដូចម្តេចឲ្យសហរដ្ឋអាមេរិកទទួលស្គាល់និងឲ្យតម្លៃមកលើកម្ពុជាកាយវិការនេះជាតំណាងឲ្យកិត្យានុភាពរបស់កម្ពុជាក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងតែវិលវល់ក្នុងការបង្រួបបង្រួមសមរភូមិឲ្យកាន់តែតូចដើម្បីរៀបចំការដកកងទ័ពអាមេរិកចេញពីប្រទេសវៀតណាមសហរដ្ឋអាមេរិកមានការពិបាកជាច្រើនដោយមូលដ្ឋានកងទ័ពវៀតណាមខាងជើងនិងវៀតកុងស្ថិតនៅក្នុងទឹកដីកម្ពុជាដែលជាហេតុមិនអនុញ្ញាតឲ្យអាមេរិកអាចឈ្លានពានរំលោភចូលធ្វើសង្គ្រាមលើទឹកដីខ្មែរដោយបារម្ភខ្លាចប៉ះពាល់ច្បាប់អន្តរជាតិមតិសហគមន៍អន្តរជាតិនយោបាយក្នុងប្រទេសនិងក្រៅប្រទេសហើយដែលអាចប្រែក្លាយសង្គ្រាមវៀតណាមឲ្យក្លាយទៅជាសង្គ្រាមក្នុងតំបន់តែពេលនេះដោយមានការគ្រប់គ្រងនិងការវាយប្រហាររិះគន់ថ្កោលទោសពីសំណាក់សម្ដេចសីហនុជាអចិន្ត្រៃយ៍ទៅលើពួកកុម្មុយនីសវៀតណាមកងទ័ពអាមេរិកបន្តការវាយប្រហារទម្លាក់គ្រាប់បែកបំផ្លាញកំទេចមូលដ្ឋានទាំងនោះដោយគ្មានការព្រួយបារម្ភមិនតែប៉ុណ្ណោះសេនាធិការយោធាអាមេរិកកាំងនិងខ្មែរធ្វើការសហការជាមួយគ្នាក្នុងបេសកកម្មនេះដូច្នេះការទម្លាក់សម្ដេចសីហនុចេញពីអំណាចបានបំផ្លាញនៅអ្វីដែលជាផែនការយុទ្ធសាស្ត្រនិងការគិតគូររបស់សហរដ្ឋអាមេរិកតើអាមេរិកទទួលបានផលចំណេញអ្វីពីព្រឹត្តិការណ៍រដ្ឋប្រហារនេះផ្ទុយទៅវិញគឺមានតែវៀតណាមកុម្មុយនីសដែលអាចកេងចំណេញពីស្ថានភាពអាប់អួតនៅកម្ពុជាដែលអាចដុតបញ្ឆេះសង្គ្រាមនៅវៀតណាមឲ្យក្លាយទៅជាបញ្ហាអន្តរជាតិនិងវៀតទីអាស៊ីអតីតឥណ្ឌូចិនបារាំងឲ្យក្លាយទៅជាតំបន់ក្រោមឥទ្ធិពលបដិវត្តកុម្មុយនីសវៀតណាមដែលគេតែងតែចិញ្ចឹមចិត្តជាយូរមកហើយតាមទស្សនៈរបស់បណ្ឌិតរស់ចន្ទ្រាបុត្រនៅថ្ងៃទី18ខែមីនាឆ្នាំ1970អាមេរិកបានស្ថិតនៅចំពោះមុខព្រឹត្តិការណ៍នយោបាយកម្ពុជាមួយដែលឥតព្រៀងទុកតាមទស្សនៈរបស់បណ្ឌិតរស់ចន្ទ្រាបុត្រនៅថ្ងៃទី18ខែមីនាឆ្នាំ1970អាមេរិកបានស្ថិតនៅចំពោះមុខព្រឹត្តិការណ៍នយោបាយកម្ពុជាមួយដែលឥតព្រៀងទុកសភាពការផ្ទុយនឹងគោលដៅនយោបាយអាមេរិកបានធ្វើឲ្យអ្នកនយោបាយអាមេរិកវិលវល់ព្រួយបារម្ភមិនដឹងចាប់ចុងចាប់ដើមនៅកន្លែងណាជិត2ខែក្រោយមកគឺនៅចុងខែមេសាឆ្នាំ1970ទើបទីក្រុង Washington បានឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំជំនួយនិងការជ្រោមជ្រែងពីថ្នាក់ដឹកនាំរបបសាធារណរដ្ឋខ្មែរចំពោះអ្នកការទូតអាមេរិកខ្លះដែលបម្រើការនៅកម្ពុជា
តែងតែមានចម្ងល់អំពីរដ្ឋប្រហារថ្ងៃទី18ខែមីនាឆ្នាំ1970គេតែងតែខិតខំប្រឹងសិក្សាវិភាគដើម្បីឆ្វេងយល់តួយ៉ាងដូចជាលោក Donald Jameson ជាលេខាទី2នៃស្ថានទូតអាមេរិកនៅក្នុងឆ្នាំ1969ដល់ឆ្នាំ1971គេតែងតែមានការយល់ឃើញថាព្រឹត្តិការណ៍ទម្លាក់សម្ដេចសីហនុជាផែនការរៀបចំទុកជាមុនរវាងព្រះប្រមុខរដ្ឋនិងលោកឧត្តមសេនីយ៍លន់ នល់ប៉ុន្តែដើម្បីអ្វីចំពោះទស្សនៈនេះពាក្យចចាមអារាមតែងតែផ្សព្វផ្សាយថាពិតជាផែនការដែលរៀបចំដោយល្អិតល្អន់រវាងសម្ដេចសីហនុនិងលន់ នល់ក្នុងជំនុំមួយនៅទីក្រុងប៉ារីសនាប្រទេសបារាំងនៅដើមខែកុម្ភៈឆ្នាំ1970តាក់ទងនឹងព្រឹត្តិការណ៍ដដែលនេះដែលធ្វើឲ្យមានការសង្ស័យនិងរឹតតែឆ្ងល់ទៅទៀតនោះគឺនៅថ្ងៃទី28ខែមីនាឆ្នាំ1969ក្នុងឱកាសសន្និសីទកាសែតសម្ដេចនរោត្តមសីហនុធ្លាប់មានបន្ទូលថាខ្ញុំបានគិតគូរថាខ្ញុំនឹងដើរចេញប្រសិនបើខ្ញុំបន្តតស៊ូតែម្នាក់ឯងមិនបានជោគជ័យពេលនោះអំណាចទាំងអស់នឹងត្រូវប្រគល់ទៅឲ្យឧត្តមសេនីយ៍លន់ នល់ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្ដីទីជាអ្នកគ្រប់គ្រងចំពោះទស្សនៈមួយទៀតការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុអាចជាផែនការក្រុមឈ្មួញសង្គ្រាមអាមេរិកដែលមានផលប្រយោជន៍ក្នុងការបញ្ឆេះសង្គ្រាមឲ្យរឹតតែធំធេងក្នុងតំបន់ចំណែកប្រទេសចិនប្រជាមានិតនិងវៀតណាមកុម្មុយនីសដែលយល់អំពីការផ្លាស់ប្ដូរជំហរនយោបាយសម្ដេចសីហនុមិនចាំយូរក៏បញ្ចេញប្រតិកម្មប្រាប់ទៅឧត្តមសេនីយ៍លន់ នល់និងរដ្ឋាភិបាលកម្ពុជាថាគេមិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះឡើយចំពោះវៀតណាមអ្វីដែលជាគោលបំណងធំរបស់គេគឺធ្វើដូចម្ដេចឲ្យមានការអនុញ្ញាតបន្តវត្តមានមូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជាកិច្ចចរចាក្នុងបញ្ហាបានបន្តអូសបន្លាយរហូតដល់ថ្ងៃទី5ខែឧសភាឆ្នាំ1970ដែលជាថ្ងៃចុងក្រោយដែលលន់ នល់និងព្រះអង្គម្ចាស់ស៊ីស្វាតសេរីមតៈបានច្រានចោលជាស្ថាពរ